នេះថ្ងៃនេះខ្ញុំមានវីដេអូថ្មីចង់បង្ហាញប្រាប់បងប្អូនអរគ្នាអញ្ចឹងដោយសារតែមានការសំណពរពីបងប្អូនយើងឲ្យខ្ញុំធ្វើវីដេអូតខ្សែដំភ្លើងទាំងហាល់ឲ្យចេញទៅជាលេខ1លេខ2លេខ3អញ្ចឹងសម្រាប់ដំភ្លើងនេះដែរគឺវាមាន4ដុំខាងក្រៅ1 2 3 4អញ្ចឹងទាំង4ដុំនេះគឺវាមានកន្ទុយខ្សែវាចេញមកទៅ2ទេក្នុង4ដុំនេះគឺខ្សែវាចេញមកទៅ2ទេអញ្ចឹងកន្ទុយខ្សែមួយខាងគឺជាកន្ទុយខ្សែ AC 220ចូលមកខាងហើយភ្ជាប់នឹងកងដងរីឯកន្ទុយខ្សែម្ខាងទៀតគឺភ្ជាប់ជាមួយនឹងកន្ទុយខ្សែដុំខាងក្នុងនេះរីឯកន្ទុយខ្សែម្ខាងទៀតជាប់ទៅនឹងកន្ទុយខ្សែខាងក្នុងនេះវាសម្រាប់បង្កើតជាលេខ3អញ្ចឹងកន្ទុយខ្សែខាងក្នុងនេះវាមាន4ដុំដូចគ្នាប៉ុន្តែក្នុងមួយដុំគឺវាមាន3ដុំមានន័យថាក្នុងមួយដុំដែលគេញាត់ហ្នឹងគឺគេគប់គ្នា3ដុំគឺយើងហៅឲ្យស្រួលស្ដាប់ទៅគឺទាំង4ដុំហ្នឹងគឺវាមាន4ដុំដូចគ្នាប៉ុន្តែ4ដុំខាងក្រៅនេះកន្ទុយខ្សែវាគឺចេញមកទៅ2ទេប៉ុន្តែកន្ទុយខ្សែខាងក្នុងនេះកន្ទុយខ្សែវាចេញមកដល់ទៅ3អញ្ចឹងទើបធ្វើឲ្យកន្ទុយខ្សែហ្នឹងចេញមកមកខាង3អញ្ចឹងសម្រាប់ដុំខាងក្នុង4ដុំនេះគឺខ្សែចេញមកខាង3ទាំងអស់វាមាន6អញ្ចឹងសម្រាប់ខាងក្រៅនេះគឺចេញមកទៅ2ទេកន្ទុយខ្សែរបស់វាអញ្ចឹងរបៀបក្នុងការភ្ជាប់លេខ1លេខ2អញ្ចឹងសម្រាប់កន្ទុយខ្សែទី1គឺនៅក្នុងហ្នឹងគឺវាមាន3ដុំអញ្ចឹងយើងវាស់មើលរកកន្ទុយខ្សែណាដែលជាគូរបស់វាអញ្ចឹងដំបូងគឺខ្ញុំយកកន្ទុយខ្សែទី1អញ្ចឹងកន្ទុយខ្សែទី1អញ្ចឹងកន្ទុយខ្សែទី1យើងវាស់ទៅវាមាន29អូមអញ្ចឹងកន្ទុយខ្សែទី1គឺយើងភ្ជាប់ជាមួយនឹងកងដងអញ្ចឹងនេះគឺជាខ្សែ AC 220ចូលហើយភ្ជាប់ជាមួយកងដងម្ខាងឬឯកងដងខាងទៀតចូលនៅកន្ទុយខ្សែខាងក្នុងទី1អញ្ចឹងសម្រាប់កន្ទុយខ្សែទី1ម្ខាងទៀតរីឯកន្ទុយខ្សែម្ខាងទៀតយើងភ្ជាប់ទៅនឹងកងតាក់លេខ1ទី2អញ្ចឹងក្នុងកងតាក់1គឺមានកន្ទុយខ្សែ2លេខ1គឺវាមានកន្ទុយខ្សែ1មួយខ្សែកន្ទុយខ្សែ2មួយខ្សែអញ្ចឹងសម្រាប់កន្ទុយខ្សែទីអញ្ចឹងសម្រាប់លេខ2វាមានកន្ទុយខ្សែ2មួយកន្ទុយខ្សែមានកន្ទុយខ្សែលេខ3មួយកន្ទុយខ្សែសម្រាប់កងតាក់លេខ3គឺមានកន្ទុយខ្សែលេខ2ទាំងមួយខ្សែហើយនឹងកន្ទុយខ្សែដែលចេញក្រៅគឺកន្ទុយខ្សែ4ដុំនៅខាងក្រៅនេះភ្ជាប់គ្នាអញ្ចឹងគឺចេញជាលេខ3អញ្ចឹងលេខ3វាមាន2ខ្សែលេខ2វាមាន2ខ្សែលេខ1មាន2ខ្សែខ្សែទី1ម្ខាងជាប់កងដងម្ខាងទៀតជាប់នឹងកងតាក់ទី1រួមជាមួយនឹងកន្ទុយខ្សែទី2ម្ខាងរីឯកន្ទុយខ្សែទី2ម្ខាងទៀតជាប់ជាមួយកន្ទុយខ្សែទី3ហើយកន្ទុយខ្សែទី3ម្ខាងទៀតគឺជាកងតាក់លេខ3ជាប់ជាមួយនឹងកន្ទុយខ្សែដុំខាងក្រៅនេះហើយនេះគឺជាក្តាស់គំរូរបស់វាអញ្ចឹងនៅខាងក្រៅនេះគឺជាដុំភ្លើងដែលនៅខាងក្រៅអញ្ចឹងដុំភ្លើងនេះគឺជាដុំភ្លើងនៅខាងក្រៅអញ្ចឹងគឺខ្សែវាមានតែ2ទេគឺជាប់ AC 220ហើយនឹងទៅកងដងនេះគឺដុំភ្លើងវាខាងក្រៅអញ្ចឹងសម្រាប់ដុំភ្លើងខាងក្នុង4ដុំនេះអញ្ចឹង4ដុំវាចេញខ្សែមក6អញ្ចឹងចេញខ្សែមក6ពេលវាចេញកន្ទុយខ្សែមកគឺចេញកន្ទុយខ្សែម្ខាងដល់ទៅ3អញ្ចឹងសម្រាប់ដុំខាងក្នុងនេះគឺចេញពីខ្សែមកទាំងអស់គឺ6អញ្ចឹងនេះគឺជាដុំទី1អញ្ចឹងសម្រាប់ដុំទី1សម្រាប់អូមរបស់វាគឺមាន29អូមអញ្ចឹងម្ខាងគឺភ្ជាប់ទៅនឹងកងដងម្ខាងភ្ជាប់ទៅនឹងកងដងវាឯកគឺខ្សែវាម្ខាងទៀតភ្ជាប់នៅនឹងដុំទី2អញ្ចឹងសម្រាប់ខ្សែដុំទី2គឺវាមានអូមរបស់វាគឺវាមាន8អូមអញ្ចឹងមាន8អូមប៉ុន្តែសម្រាប់ដុំភ្លើងផ្សេងអាចនឹងខុសគ្នាពីនេះព្រោះអីដុំភ្លើងនេះគឺជាកង្ហាដែលធ្វើមកអត់សូវថ្លៃអញ្ចឹងវាអត់សូវទៀងខាងអូមប្រហែលទេអញ្ចឹងនេះគឺជាគំរូក្នុងការតភ្ជាប់ណោះអញ្ចឹងសម្រាប់ដុំទី2គឺវាមាន8អូមហើយដុំទី3វាមាន9អូមហើយនេះគឺជាកងតាក់អញ្ចឹងខ្សែចេញពីកងតាក់មកជាប់លេខ3លេខ2ហើយនឹងលេខ1កន្លែងនេះគឺជាខ្សែ AC 220ចូលទៅកងតាក់